there, there. And instead of clicking on play, I created a shortcut for myself. I'm going to do Control P. So this just speed up the process. Control P. តែតើតើនឹងការធ្វើ rim line បែបនេះអត់មានអីពិបាកទេអញ្ចឹងដើម្បីធ្វើវាបានយើងចូលមកកាន់ action នេះមកបើសិនជាអត់ឃើញទេយើងចូលមក window យកពាក្យថា action អូខេអញ្ចឹងយើងបើក action មួយមកអានេះជា default action របស់វាអូខេអញ្ចឹងយើងអត់ប៉ះទេយើងបង្កើត layer បង្កើតជា group ថ្មីមួយឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំទៅអូខេ CG អញ្ចឹងហើយខ្ញុំចុច OK មកអូខេអញ្ចឹងកន្លែងនេះខ្ញុំបង្កើត new action ថ្មីមួយអូខេខ្ញុំបង្កើត new action ហើយខ្ញុំដាក់ឈ្មោះឲ្យ action មួយហ្នឹងទៅឧទាហរណ៍ថាជា rim line អូខេអញ្ចឹង shortcut key ខ្ញុំចង F2 អូខេខ្ញុំចុច F2 មកហើយខ្ញុំចុច record អូខេអញ្ចឹងរាល់សកម្មភាពដែលខ្ញុំធ្វើនៅលើនេះទាំងអស់វានឹង record អូខេ record ចងជា action មួយអូខេអញ្ចឹងដំបូងឡើយខ្ញុំចូលមកកាន់ pen tool អូខេខ្ញុំគូសកន្លែងណាដែលខ្ញុំចង់ដាក់ rim line ហ្នឹងអូខេឥឡូវខ្ញុំគូសកន្លែងនេះអូខេខ្ញុំគូសចេញជាខ្សែ path មួយសិនមកអូខេអញ្ចឹងនៅពេលដែលយើងចូលមកកាន់ pen tool យើងមកមើល option bar ខាងលើនេះយើងយកជា path អូខេប៉ុណ្ណឹងមកយើងចុចមកកាន់ brush tool វិញយើងចុចអក្សរ B ចូលទៅកាន់ brush tool អូខេអញ្ចឹងយើងមកមើល option bar ខាងលើនេះនៅកន្លែង opacity នេះយើងយក 100% មកអូខេហើយកន្លែង pressure នេះយើងកុំភ្លេច touch វាផង touch ដើម្បីអីនៅកន្លែង pressure ហ្នឹងនៅពេលយើងគូសពីដៃយើងគូសពីស្រាលទៅរៀងធ្ងន់នៅកណ្ដាលវារៀងធ្ងន់រៀងធំអូខេដល់ពេលទៅខាងចុងវារៀងស្រួចអញ្ចឹង pressure ហ្នឹងគឺនៅពេលរៀង touch គឺដើម្បីអញ្ចឹងអូខេយើងបើក pressure នឹងមួយមកអូខេ flow នេះដូចគ្នាយើងយក 100% ពេញអញ្ចឹងមកអូខេហើយយើងមកស្ដាំនៅលើខ្សែផាសរបស់យើងដើម្បីទៅមើលនៅទំហំប្រាស់របស់យើងអូខេឥឡូវខ្ញុំយក4អូខេ4 pixel hardness នេះខ្ញុំយក0ខ្ញុំអត់យកទៀតទេអូខេខ្ញុំចុច enter មកហើយខ្ញុំចូលទៅកាន់ pen tool របស់យើងវិញអូខេហើយខ្ញុំបង្កើត layer ថ្មីមួយអូខេហើយខ្ញុំចុចមកស្ដាំនៅលើវាខ្ញុំយក stroke path អូខេអញ្ចឹងកន្លែង pencil នេះខ្ញុំដូរមកប្រាស់កន្លែង simulate នេះខ្ញុំ tick អូខេ simulate pressure ហ្នឹងខ្ញុំ tick ទៅអូខេហើយខ្ញុំចុច OK មកខ្ញុំចុចមកស្ដាំនៅលើវាហើយខ្ញុំ delete path អូខេប៉ុណ្ណឹងមកខ្ញុំចុច stop record អូខេអញ្ចឹងនៅពេលហ្នឹងគឺវា stop record អីដែលខ្ញុំធ្វើតាំងប្រហែលហ្នឹងវាចងអូខេចងជា action មួយនៅពេលខ្ញុំចង់ប្រើនៅកន្លែងផ្សេងទៀតខ្ញុំគ្រាន់តែយក pen tool គូសចេញជាខ្សែផាសមួយសិនមកអូខេគូសចេញជាខ្សែផាសមួយសិនមកប៉ុណ្ណេះអូខេនេះចុច play ចុច play មួយមកអូខេប្រហែលអញ្ចឹងនៅពេលខ្ញុំអត់ចង់បានពណ៌ហ្នឹងទេអូខេពណ៌សនេះវាអត់ត្រូវជាមួយនឹងភ្លើង background វាយមកអូខេអញ្ចឹងខ្ញុំ delete ចោលវិញអូខេឬមួយក៏ខ្ញុំ control Z មកវិញ control Z មកដល់ខ្សែផាសដែលខ្ញុំបានគូសកុំឲ្យខាតអូខេអញ្ចឹងខ្ញុំដូរពណ៌អូខេដូរពណ៌មកពណ៌នេះចឹងទៅអូខេរៀងភ្លឺជាងនឹងតិចអូខេចុចប៉ុណ្ណឹងមកហើយខ្ញុំចុច play action របស់ខ្ញុំហ្នឹងអូខេហើយអូខេកន្លែងដូចគ្នាយើងយក pen tool មកយើងគូសអូខេគូសប៉ុណ្ណឹងមកហើយខ្ញុំចុច play អូខេគូសមក pen tool អូខេគូសចេញជាខ្សែផាសអញ្ចឹងហើយខ្ញុំចុច play អូខេអញ្ចឹងអាសកម្មភាពទាំងអស់ហ្នឹងវាតដែលហើយយើងអាចចងជា action នៅក្នុង Photoshop បានដោយខ្លួនឯងគឺយើងអត់ចាំបាច់ទៅទិញគេទេ action មុននេះដែលខ្ញុំមើលវីដេអូនេះខ្ញុំចុច link ចូលទៅគេលក់ដូចជា action ដូចជា$5អូខេ action មួយហ្នឹងអញ្ចឹងយើងអាចបង្កើត action មួយបានប្រើដោយខ្លួនឯងឬមួយក៏យើងអាច share ទៅកាន់មិត្តភ័ក្តិយើងស្គាល់គ្នាបានអូខេខ្ញុំចុច play បង្កើតជាខ្សែផាសមួយមកអូខេខ្ញុំចង់ដូរពណ៌មកពណ៌ background អូខេយើងខ្ចីបន្តិចមកណាយើងភ្លឺអូខេហើយមិញនេះខ្ញុំចងជា shortcut key អញ្ចឹងខ្ញុំចុច F2 អូខេអត់ឃើញសោះអញ្ចឹងខ្ញុំដូរពណ៌យើងភ្លឺបន្តិចហើយខ្ញុំចុច F2 អូខេអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងមានប្រយោជន៍ទៅដល់អ្នកទាំងអស់គ្នានៅក្នុងការធ្វើ poster អូខេ